ចាសសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែកវិធីសាស្ត្រធ្វើទឹកសាវម៉ាវញ៉ាំនៅផ្ទះដោយខ្លួនឯងអញ្ចឹងបងប្អូនជាដំបូងយើងលាងសាវម៉ាវលាងអីស្អាតទៅណាបងប្អូនលាងហើយយើងទុកវាស្រស់ទឹកបន្តិចចាំយកវាមកកាត់យកសម្បកវាចេញបងប្អូនហើយកាត់វាហើយយើងយកវាហ្នឹងទៅលាងម្ដងទៀតបងប្អូនលាងដើម្បីឲ្យវាស្អាតជ្រះកតិចកទីដែលយើងបានកាត់នឹងវាជាប់យើងលាងឲ្យស្អាតទៅចាំយើងយកវាទៅឆ្កៀលយកគ្រាប់ចេញបងប្អូនហើយជាដំបូងបងប្អូនត្រូវមានអាកាបិតឆ្កៀលគ្រាប់សាវម៉ាវហ្នឹងបើសិនជាបងប្អូនអត់មានទេបងប្អូនយកកាបិតធម្មតាឆ្កៀលឬកាត់វាធ្វើឲ្យសាវម៉ាវហ្នឹងល្អិលបងប្អូនហើយជាដំបូងបងប្អូនអាចមើលបានក្នុងវីដេអូនេះបងប្អូនសៀតអាកាបិតនឹងចូលទៅក្នុងសាច់សាវម៉ាវទៅឆ្កៀលវាយកគ្រាប់ចេញមកបងប្អូនឃើញទេគឺងាយស្រួលធ្វើមែនតើបើមានកាបិតហ្នឹងតែបើសិនជាបងប្អូនអត់មានកាបិតហ្នឹងទេវាយើងយកកាបិតធម្មតាទៅកាត់វាល្អិលហើយបងប្អូនអាចមើលបានមួយយើងសោកចូលក្នុងសាច់សាវម៉ាវហើយយើងឆ្កៀលយកហ្មងគឺងាយស្រួលធ្វើមែនតើហើយបន្ទាប់មកយើងដាំទឹក3លីត្រហើយដាក់ទឹកស្លឹកតើយបន្តិចទៅបងប្អូនហើយស្ករសខ្ញុំប្រើ2ខាំហើយនឹងស្ករអំពៅហ្នឹងកន្លះខាំផ្អែមឡំឯប៉ុណ្្នឹងបងប្អូនហើយអំបិលមួយចិបតែបើសិនជាបងប្អូនចង់ឲ្យវាផ្អែមបន្តិចវាកាត់ជាតិជូរដាក់3ខាំទាំងអស់ទឹក3លីត្រស្ករ3ខាំហើយនឹងសាច់សាវម៉ាវហ្នឹង1គីឡូបងប្អូនសាច់សាវម៉ាវហើយយើងយកទឹកវាចេញកុំដាក់ទឹកអាពេលយើងចិតទៅវាមានទឹកបាច់ដាក់ទឹកហ្នឹងទេច្បាច់យកចេញអស់ទៅហើយយើងដាក់វាចូលដាំឲ្យវាពុះហើយយើងកូរវាមួយងាស់វាប្រហែលជា8នាទីហើយញ៉ាំឲ្យវាឆ្អិនបងប្អូនហើយពេលវាឆ្អិនទឹកវាឡើងខាប់ចេះបងប្អូនខាប់អញ្ចឹងហើយយើងអាចទុកវាឲ្យត្រជាក់ហើយយើងអាចដាក់ចូលទូកាន់តែមានរសជាតិឆ្ងាញ់បងប្អូនចាបងប្អូនវីដេអូរបៀបធ្វើទឹកសាវម៉ាវរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូ